រឿងនេះប៉ាត់ហើយទីណាប់អផ្លាញ់ទឹកទីនោះសត្វក្នុងទឹកនឹងគេចាញ់ព្រះម៉ែតើព្រះម៉ែគិតបែបណាបន្តនោះបែរនេះអ្នកភូមិបំពល់ទឹកมันខុសពីបំពល់ខ្លួនឯងទេឥឡូវម្នាក់សុទ្ធតែឈឺប៉ាត់ទេមែនហើយព្រះម៉ែកុំបារម្ភអីក្រោយទទួលមេរៀននេះហើយពួកគេនឹងបានយល់ម្យ៉ាងទៀតក្នុងនោះក៏មានបរិសម្នាក់ជួយបញ្យល់ផងដែរបងប្អូនសុំឈប់ទៅបានទេគ្មានទន្លេពួកយើងក៏ពិបាកដែរគ្មានទន្លេពួកយើងបានអីធ្វើស្រែចម្ការទៅចន្ទថនយល់ដល់ក្មួយជាពេទ្យភូមិពូមិនប្រកាន់ក្មួយទេណាតែពេលនេះពូស្ដាប់តាមមតិភាគច្រើនបើក្មួយមិនជួយលុបទន្លេទេក្មួយចេញទៅណាក៏ទៅចុះតែលោកពូទន្លេអត់មានកំហុសអីទេមានទន្លេទើបមានជីវិតមនុស្សសត្វណាលោកពូរឿងកំហឹងព្រះម៉ែទន្លេកាលពីព្រេងនេះមានទន្លេដ៏វែងមួយតែងតែផ្ដល់ជាប្រភពទឹកដល់សត្វសត្វនិងផ្ដល់ជាប្រយោជន៍ក្រៃលែងដល់អ្នកភូមិផងដែរនៅផ្ទះមីងថាវីមិនក៏ក្នុងពីងអស់ទឹកបែបនេះហើយពុកវានេះងូតទឹកតតែអស់តែម្ដងណោយេម៉ែវាឯងនេះល្អូអីលឺល្ងើមិនឈប់សោះហ្នឹងមិនឲ្យរអ៊ូយ៉ាងម៉េចបើទឹកខំដងបែកចងូតអស់បែបនេះនោះបើមានទឹកមិនឲ្យងូតចង់ឲ្យខ្ញុំនេះអត់ងូតទឹកដល់ស្អុយងោងមែនបានហើយមិនអីទេឥឡូវខ្ញុំទៅដងទឹកមួយផ្លេតណាណែតែឪវាឯងកាប់អស់ឲ្យផងបាទទៅចុះអាសៀលបន្តិចចាំខ្ញុំទៅដងយកមកទុកឲ្យបានច្រើនម៉ែវាឯងកុំល្អូអីណាចាដងទឹកឲ្យដឹងដងទឹកហាមហួសទៅជើងហួសទៅត្បូងដាក់ពីបៃតយអសោះនោះតែខ្ញុំដឹងតាមជ័យបចោដល់វងហើយដឹងហើយខ្ញុំមិនទៅដាក់ឲ្យជ្រុលពេកទេម៉ែវាឯងទៅដងទឹកនឹងដាំសិនចុះចានៅតាមផ្លូវបែកក្អមអូនហើយអោម៉ែអើយតោទឹកជោកអង្គតោទឹកជោកអង្គជោកអង្គជោកអង្គមីងថាវីដើរបណ្ដើរច្រៀងបណ្ដើរមិនប្រយ័ត្នក៏បានកំពប់ជើងមួយទំហឹងនិងបណ្ដាលឲ្យបែកក្អមអស់រលីងអូយអើយខ្ញុំរវល់តែចូលតួបែកខ្ទេចធុញណាស់បើសិនជារស់នៅជាប់មាត់ទឹកមិនដឹងជាល្អយ៉ាងណានោះទេមីងថាវីកំពុងតែខឹងផងរអ៊ូផងប្រតិចផងចំណែកឯមីងនីសាក៏បានចូលមកឃើញនិងបាននិយាយថាកើតអីហ្នឹងណែមិនក៏រអ៊ូលន់រំពងដល់ណាដល់ណីបែបនេះខុសមកពីទឹកទន្លេហ្នឹងណាវានៅឆ្ងាយពេកបើនៅចិត្តក៏មិនបាច់បែបនេះដែរមើលចោះខ្ញុំដើរបានបន្តិចក៏បែកក្អមអស់រលីងមិនក៏បន្ទោសទន្លេទៅវិញនោះអ្នកមិនគិតទៅមើលបើទន្លេនោះវានៅចិត្តណាស់ម្លេះខ្ញុំមិនបាច់ដើរហត់នៅឆ្ងាយទេហើយក្អមខ្ញុំក៏វាមិនបែកដែរមួយយ៉ាងដែរតើហេតុផលញាក់សាច់ហើយចោះអ្នកវិញមិនរើផ្ទះទៅនៅចិត្តទន្លេតែម្ដងទៅអូហូដំណោះស្រាយញាក់សាច់មែនហើយពិតជាមានកំណត់ល្អមែនណោខ្ញុំស្មានថាចេះតែនិយាយដើមគេតែម្យ៉ាងតើហ្នឹងសរសើរឬក៏ឌីលហ្នឹងសរសើរនឹងណាព្រោះខ្ញុំក៏ប្រកែកនិយាយដើមគេដែរហ្នឹងសរសើរទៅដោយទាំងខ្លួនឯងដែរបានហើយប្រាប់ហេតុផលទៅមើលចាព្រោះតែអញ្ចឹងហើយទៅខ្ញុំបដូរលំនៅឋានទៅនៅជាប់មាត់ទន្លេហ្នឹងណាអ្នកគិតទៅមើលស្រួលសាហាវណាងូតក៏ស្រួលប្រើក៏ស្រួលទៀតមែនតើខ្ញុំគិតថានឹងរើផ្ទះដែរហើយមិនចាំយូរថ្ងៃនោះមីងថាវីក៏បានសុំប្តីទៅនៅចិត្តមាត់ទឹកនៅផ្ទះថ្មីមីងថាវីបានគំរូមីងនីសាហើយមីងថាវីក៏បាននាំប្តីទៅរស់នៅជាប់មាត់ទន្លេដូចជាមីងនីសាផងដែរពុកវាឃើញទេស្រួលស្លាប់តែម្ដងហើយខ្ញុំមិនចាំបាច់នៅដងទឹកទៀតទេពិតមែនហើយម៉ែវាចំណែកខ្ញុំក៏មិនចាំបាច់ដងដួសរែកអីយូរដែរត្រូវការមានតែម្ដង
ខ្ញុំនឹងងូតខ្ញុំនឹងបោកគក់ខ្ញុំនឹងលាងខ្ញុំនឹងជុះដាក់ក្នុងទឹកតែម្ដងវាគ្មានទៅពិបាកអីទេពុកវា ចុះម៉ែវាឯងមិនខ្ពើមទេអីបើចុះនៅក្នុងទឹកនោះ ទឹកខ្ពើមស្អីទឹកទលេវាហូរតើវាគ្មានតែអីទេទឹកក៏ហូរគួចទៅប្រកាសណាស់ពុកវាអើយ មែនតើទឹកវានឹងហូរនាំទៅឆ្ងាយខ្ញុំនេះនឹកដល់ចំណុចនឹងសោះល្មងហើយម៉ែវា ចាឥឡូវខ្ញុំទៅប្រមូលសម្រាមចាក់ចូលក្នុងទឹកសិនណានឹងអាចហូបបាយ បាន ថ្ងៃនោះមិញថាវីបានចាក់សម្រាមកំតិចកំទីចូលទៅក្នុងទឹកជាច្រើនហើយមានសម្រាមខ្លះក៏ទៅជាប់នឹងផ្ទះមិញនីសា ចោះអ្នកថាវីគិតស្អីបានជាចាក់សម្រាមចូលក្នុងផ្ទះខ្ញុំបែបនេះហើយมันបានទេនេះសម្រាមចោះបាសស្អីវិញនោះគិតយ៉ាងម៉េចទៅហើយទៅសួរសិនទៅបាន នៅមុខផ្ទះមិញថាវី អ្នកមិនក៏ធ្វើបែបនេះសម្រាមហូរចូលពេញផ្ទះខ្ញុំហើយណាចូលឡើងពេញផ្ទះតែម្ដងកុំបំភ្លើសពេកសម្រាមចូលបន្តិចបន្តួចសោះឆ្កឹះវាចេញទៅវាហូរទៀតហើយអ្នកណាឲ្យអ្នកនៅក្រោមខ្សែទឹកធ្វើអីនោះយីមើលសម្ដីចោះនេះសម្រាមហើយចប់បើលិមួកវិញនោះខ្ញុំមិនឃើញឲ្យក្អួតងាប់ហើយទេអីណែអីតែខ្ញុំចោះក្រែងអ្នកក៏ចាក់សម្រាមបោះកាកសំណល់តាមខ្សែទឹកដែនតើមែនទេអ្នកតែខ្ញុំអើយខ្ជិលនិយាយណាស់ខ្ញុំមានតែប៉ុណ្្នឹងទេលើកក្រោយចាក់ចូលទៅកណ្ដាលទឹកទៅកុំឲ្យវាហូរចូលផ្ទះខ្ញុំចាខ្ញុំដឹងហើយកុំនិយាយច្រើនពេកធុញណាស់ ឆ្លើយចាស់តែមាត់ឲ្យតែរួចខ្លួនទេតែទង្វើនៅតែដដែលមើលចោះគាត់ដើរទៅចោលសម្រាមទៀតហើយ ខ្លួនឯងក៏ចោលសម្រាមដែរសោះនិយាយដូចខ្លួនឯងល្អណាស់អញ្ចឹងជ្រិញណាស់អ្នកណាគេស្ដាប់ទៅបោះចោលម្ដងស្រួលសឹងអីទៅហើយនោះ មិនថាគ្រួសារមិញថាវីមិញនីសាតែគ្រួសារពូមួងក៏ដូចគ្នាដែរមើលចោះយកកាកសំណល់ពីរោងចក្រកិនស្រូវកាកសំណល់ក្រោយការផលិតមកចាក់ក្នុងទន្លេទៀតហើយ រាល់ថ្ងៃនេះរស់នៅចិត្តទន្លេក៏ល្អដែរបានចាក់សម្រាមរាល់ថ្ងៃបែបនេះមិនចាំបាច់ភ័យថាសម្រាមវាកោហើយវាស្អុយនោះទេពូកុំចោលសម្រាមបែបនឹងអីបានទេមើលចោះទឹកទន្លេកខ្វក់អស់ហើយក្មួយជាពេទ្យពូទុកមុខឲ្យចោះក្មួយក៏មករំខានពូនឹងនិយាយអីបែបហ្នឹងណាមានទឹកទន្លេហើយបែរជាមិនចេះចោលសម្រាមវាដូចជាឆ្កួតណាស់មិនឃើញថាទឹកទន្លេវាហូរនាំទៅទេអីតែបើពូចោលសម្រាមកាន់តែច្រើនបែបហ្នឹងទន្លេក៏មិនអាចមានសុភ័ណភាពតទៅទៀតបានដែរណាពូយេពូថាមិនចង់មួម៉ៅទេកុំមករំខានក្មួយឯងតាណាក៏ទៅចុះ ថ្ងៃនោះពេទ្យចន្ទថនពិបាកបញ្យល់ពូមួងណាស់ព្រោះគាត់គ្មានអារម្មណ៍ស្ដាប់នោះទេថែមទាំងរវល់និងប្រញាប់ទៅរកស៊ីផងដែរ តែខ្ញុំគួរតែធ្វើបែបណាទៅណោះ ណែក្មួយពេទ្យច័ន្ទថននេះក្មួយក៏យកសម្រាមនិងកាកសំណល់ពីការព្យាបាលមកចោលដែរមែនទេ ខ្ញុំអត់ធ្វើអញ្ចឹងទេមីងតើមីងចោលសម្រាមទៀតហើយមែនទេ មែនហើយក្មួយចោលក្នុងទន្លេស្រួលណាស់បោះយកតែម្ដង តែមិនល្អទេណាមីងវាប៉ះពាល់ដល់ត្រីប៉ះពាល់ដល់អ្នកភូមិផ្សេងទៀតហើយថែមទាំងខូចបរិស្ថានទៀតផង បានហើយមិញមិនស្ដាប់ទេណែក្មួយអ្វីស្រួលគេធ្វើនឹងហើយទុកសម្រាមនៅផ្ទះវានាំតាពិបាកធ្វើអីបោះយកស្រួលសឹងអីទៅហើយហ្នឹង ថ្ងៃនេះស្រួលតែថ្ងៃក្រោយពិបាកនឹងខាតបង់ប្រយោជន៍ភូមិធំផងដែរណាណាមីង អូយខាតអីក្មួយឃើញថាមានតែស្រួលហើយនឹងចំណេញពេលទេ មីងគិតទៅមើលបើទឹកមិនស្អាតបាក់សាបាក់សៃធម្មជាតិស្រស់ស្អាតទាំងឡាយក៏មិនមានហើយត្រីនឹងនាំគ្នាហែលទៅតំបន់ផ្សេងអស់បើបែបនោះអ្នកភូមិក៏នេសាទមិនបានទៀតផង វាមិនអាចទេក្មួយមិញមិនជឿទេអីក៏ធ្ងន់ធ្ងរម្ល៉េះ តែនេះជាការពិតណាមីង បានហើយមិញលីហើយណាមិញស្ដាប់បញ្យល់ទេ ហើយតើធ្វើបែបណាទើបអ្នកភូមិសាមគ្គីគ្នាថែរក្សាទន្លេនេះទៅណោះ
សកម្មភាពអ្នកភូមិទាំងអស់តែងតែបោះសម្រាមចូលទន្លេលាងសម្អាតចោលសំណល់សឹងតែគ្រប់គ្នាម្នាក់បន្តិចម្នាក់បន្តិចធ្វើឲ្យទន្លេមិនល្អថ្លាដូចមុននោះទេ ទឹកទន្លេដូចជាមិនថ្លាដូចពីមុនសោះតែខ្ញុំក៏មិនអាចហាមឃាត់អ្នកស្រុកបានទៀតខ្ញុំមានតែម្នាក់ឯងធ្វើម៉េចនឹងឈ្នះអ្នកភូមិទៅ អ្នកភូមិបន្តសកម្មភាពដែលមិនគួរឲ្យគោរពសោះខ្លះជឺខ្លះនំខ្លះចោលសម្រាមខ្លះក៏ចាក់សាកសពសត្វងាប់ទៀតផងតែពួកគេក៏មិនអាចប្រើទឹកណាផ្សេងក្រៅពីទឹកទន្លេដែរហេតុនេះនៅផ្ទះចន្ទថន ក្មួយជួយមិញផងមិញរៀបមិនឈប់សោះហើយ ចាំខ្ញុំពិនិត្យមើលសិនណាមីង តើមិញអាចស្លាប់ទេក្មួយ ពេលនេះមីងមិនស្លាប់ទេតែបើទុកយូរទៀតមីងអាចស្លាប់បាន ព្រះអើយអរគុណទេវតាហើយតែថាតើមិញកំពុងតែឈឺព្រោះដោយសារអ្វីទៅក្មួយចន្ទថន នេះក៏មកពីមីងបរិភោគទឹកទន្លេឆៅដោយមិនបានដាំឲ្យពុះឆ្អិនល្អហ្នឹងណាមីង គ្រាន់តែផឹកទឹកឆៅក៏ធ្វើឲ្យរាកផងមែនទេ មែនហើយព្រោះទឹកឆៅក្នុងទន្លេវាមិនស្អាតទេវាមានមេរោគតូចៗបើវាចូលទៅក្នុងខ្លួនយើងវានឹងធ្វើឲ្យយើងឈឺជាមិនខាន ហើយបើអញ្ចឹងមិញគួរធ្វើបែបណាទៅ មីងត្រូវដាំទឹកឲ្យពុះទើបមេរោគវាងាប់អស់នោះមីងអាចពិសាបានហើយ មិញចង់ឃើញមេរោគនោះណាស់ មេរោគខ្លះវាតូចណាស់មើលមិនឃើញទេមីងតែមេរោគខ្លះគឺមើលឃើញដូចជាធាតុកកនិងដង្កូវទឹកជាដើមណាមីង អើយមិញយល់ហើយមិញមិនចង់ស្លាប់ទេមិញនឹងដាំទឹកហូបម្ដងទៅចោះមិញចង់ឲ្យអាមេរោគនោះវាងាប់ឲ្យអស់ណាក្មួយ បានមីង មិនថាមិញនីសាទេអ្នកភូមិទាំងអស់សុទ្ធតែឈឺបន្តគ្នារហូតដល់អ្នកខ្លះស្លាប់ផងក៏មាន ខ្ញុំមានតែព្យាយាមព្យាបាលនិងប្រាប់ពីមូលហេតុតាមអ្នកជំងឺម្ដងម្នាក់ទេសង្ឃឹមថាបងប្អូននឹងយល់នាថ្ងៃណាមួយផងទៅចុះ អ្នកភូមិឈឺពោះរាករូសឈឺក្បាលទន់ដៃទន់ជើងនិងមានជំងឺផ្សេងតែពួកគេមិនព្រមចោលទម្លាប់ចាស់នោះទេក្នុងការបំផ្លាញទន្លេនៅបាតទន្លេ ពួកមនុស្សពិតជាល្ងងមែនមើលចុះបំផ្លាញទឹកហើយក៏ប្រើទឹកនោះទង្វើនេះមិនខុសពីលាយថ្នាំពុលឲ្យផឹកខ្លួនឯងនោះទេ កូនត្រីក្រាញ់តែងតែហែលមើលសកម្មភាពអ្នកភូមិហើយមានថ្ងៃមួយវាសម្គាល់ឃើញរឿងដែលវាភ័យខ្លាចមួយ មិនបានទេខ្ញុំនឹងទៅប្តឹងដល់ព្រះម៉ែទន្លេឲ្យដឹងពីរឿងនេះទៅបាន ត្រីក្រាញ់ហែលយ៉ាងលឿនដើម្បីយកដំណឹងនេះទូលថ្វាយព្រះម៉ែទន្លេ សូមថ្វាយបង្គំព្រះម៉ែពួកមនុស្សខូខើណាស់ពួកគេបាននាំគ្នាបំពុលទឹកទន្លេធ្វើឲ្យសត្វក្នុងទឹកស្លាប់ច្រើនណាស់ ម៉ែដឹងតែម៉ែគិតថាថ្ងៃណាមួយមនុស្សនឹងបានជល់មិនខាននោះទេ ទម្រាំតយល់នោះវងត្រីវងដើរក្តាមកែបនឹងសត្វនៅក្នុងទឹកទាំងអស់មុខជាងាប់អស់មិនខានទេព្រះម៉ែ រឿងនេះម៉ែក៏មិនសប្បាយចិត្តដែរតែម៉ែចង់ទុកឱកាសឲ្យពួកគេពិចារណាណាត្រីក្រាញ់ តែព្រះម៉ែបើពួកនោះធ្វើបែបនេះវងត្រីល្អកម្រនឹងហែលឆ្លងទៅតំបន់ផ្សេងទៀតដូច្នេះអ្នកភូមិនឹងគ្មានវងមច្ឆាទៀតទេតើអ្នកណានៅទ្រាំការបំពុលនោះបាន រឿងនេះប៉ាត់ហើយទីណាបំផ្លាញទឹកទីនោះសត្វក្នុងទឹកនឹងគេចេញ ព្រះម៉ែតើព្រះម៉ែគិតបែបណាបន្តនោះ ពេលនេះអ្នកភូមិបំពុលទឹកមិនខុសពីបំពុលខ្លួនឯងទេឥឡូវម្នាក់សុទ្ធតែឈឺប៉ាត់ទេ មែនហើយព្រះម៉ែ កុំបារម្ភអីក្រោយទទួលមេរៀននេះហើយពួកគេនឹងបានយល់ម្យ៉ាងទៀតក្នុងនោះក៏មានបរិះម្នាក់ជួយបញ្យល់ផងដែរ គេមានតែម្នាក់ឯងទេចុះបើគេបរាជ័យក្នុងការបង្ហាញអ្នកភូមិព្រះម៉ែនឹងធ្វើបែបណាទៅ ម៉ែជឿថាគ្រប់យ៉ាងនឹងប្រសើរតែបើពួកមនុស្សនៅតែល្ងងបន្តបំផ្លាញធម្មជាតិនោះម៉ែនឹងដោះស្រាយដោយផ្ទាល់ ឮបែបនេះទូលបង្គំស្ងប់ចិត្តហើយព្រះម៉ែ មនុស្សអ្នកបំផ្លាញធម្មជាតិមិនខុសអីពីអ្នកបំផ្លាញខ្លួនឯងទេ
មនុស្សកាន់តែសម្បូរអ្នកឈឺក្នុងភូមិក៏មានអ្នកស្លាប់ច្រើនទៀតផងហេតុនេះមេភូមិខឹងណាស់គាត់ក៏បានហៅអ្នកភូមិទាំងអស់ដើម្បីពិភាក្សាគ្នានៅចេះទន្លេ ហើយអ្នកភូមិយើងអើយម្នាក់សិតតែឈឺសិតតែស្លាប់ដោយសារការប្រើទឹកទន្លេនេះបើបែបនោះមិនខុសពីទន្លេនេះជាទន្លេបិសាចទេមែនហើយកូនខ្ញុំក៏ស្លាប់ដោយសារតែផឹកទឹកទន្លេនេះដែរទន្លេនេះមុខជាទន្លេយកវិញ្ញាណជាមិនខានទេចំណែកខ្ញុំណាប៊ីតែងាប់ទៅហើយរៀបផងអីផងមកពីទន្លេនេះទាំងអស់ហ្នឹងឬមួយនេះជាកំហឹងទន្លេទេដឹងចំណែកខ្ញុំវិញមិនភ្លៀងលើកមុនណាទន្លេនេះបានគួចយកផ្ទះប៊ីតែនឹងបាក់អស់ទៅហើយសពបញ្ជាក់ថាទន្លេនេះគឺជាទន្លេខ្មោចប្រកបណាស់មិនមែនត្រឹមតែមានកំហឹងមួយយ៉ាងទេពួកយើងសុទ្ធតែមានមតិដូចគ្នាហើយក៏មានអំណះអំណាងកើតចេញពីរឿងពិតនៃទន្លេដូចគ្នាដែរបើបែបនោះបងប្អូនយល់យ៉ាងណាដែរលុបទន្លេនេះចោលតែម្ដងទៅអីលបងមែនហើយលុបចោលទៅស្អុយក៏ស្អុយទៀតកន្លែងខ្លះនោះដើរចិត្តម្ដងចង់ក្អួតចង់ស្លាប់តែម្ដងមែនហើយកន្លែងខ្លះមានសត្វងាប់គ្រាន់តែគិតថាកងញញើតដែរមិនដឹងជាទុកធ្វើស្អីទេបើស្អុយម្លឹងហើយត្រីមួយក្បាលក៏ស្ទូចមិនដែលបានដែរមានតែទន្លេតែគ្មានចំណេញអីផងអ្នកភូមិស្រស់ដៃគ្នាណាស់ក្នុងការលុបទន្លេចោលត្រីក្រាញ់ឃើញបែបនេះវាក៏បានហែលទៅជួបព្រះម៉ែទន្លេម្ដងទៀតព្រះម៉ែទន្លេមានរឿងធំហើយតើមានរឿងអ្វីកូនត្រីគឺអ្នកភូមិនេះបាននាំគ្នាលុបទន្លេនេះហើយពួកគេខ្លះក៏កាប់ឈើខ្លះលុបដីខ្លះក៏ចាក់សម្រាមពួកគេចង់កម្ចាត់ទន្លេនេះចោលតែម្ដងណាព្រះម៉ែទន្លេហេតុអីក៏អ្នកភូមិល្ងងម្លេះបើគ្មានទឹកប្រើចុះស្រែចម្ការវិញនោះតើនឹងមានអ្វីកើតឡើងទេសូមព្រះម៉ែជួយអន្តរាគមន៍ផងទៅសូមបញ្ញាប់ឡើងអ្នកភូមិស្រោះដៃគ្នាក្នុងការបំផ្លាញណាស់ព្រះម៉ែណាំម៉ែទេឆាប់ឡើងបើម៉ែមិនទៅនោះមនុស្សមិនភ្ញាក់រលឹកទេចំណែកចន្ទថនវិញម្ដងនេះទោះជីវិតក៏គាត់ហ៊ានបដូរដែរបងប្អូនសូមឈប់ទៅបានទេគ្មានទន្លេពួកយើងក៏ពិបាកដែរគ្មានទន្លេពួកយើងបានអីធ្វើស្រែចម្ការទៅចន្ទថនយល់ដល់ក្មួយជាពេទ្យភូមិពូមិនប្រកាន់ក្មួយទេណាតែពេលនេះពូស្ដាប់តាមមតិភាគច្រើនបើក្មួយមិនជួយលុបទន្លេទេក្មួយចេញទៅណាក៏ទៅចុះតែលោកពូទន្លេអត់មានកំហុសអីទេមានទន្លេទើបមានជីវិតមនុស្សសត្វណាលោកពូមិនត្រូវទេក្មួយទន្លេនេះវាមិនមានប្រយោជន៍ទេមានតែការបំផ្លាញនិងសម្លាប់ជីវិតមនុស្សតែប៉ុណ្ណោះវាជាទន្លេបិសាចណាម៉ែណៃក្មួយបើមិនលុបអ្នកស្រុកកាន់តែមានអ្នកស្លាប់ថែមទៀតមិនខានទេណាដឹងទេចុះបើគ្មានទន្លេនេះជីវិតត្រីបក្សីនិងមនុស្សសត្វទាំងពួងរាល់គ្នាបានទឹកឯណាប្រើទៅលោកពូពួកយើងអាចជីកដងបានតើអត់ទេពូនេះមិនចំណេញទេណាមួយទន្លេមានត្រីមានរុក្ខជាតិមានដីល្បាប់ដីមានជីជាតិអណ្ដូងមិននឹងអាចបានល្អដូចជាទន្លេនោះក្មួយដូចជារំខានមែនមកភូមិខុសគេតែឯងតាមតែចិត្តខឹងតិចចាប់កប់ក្នុងទន្លេដែរឥឡូវនឹងហើយខ្ញុំមិនខ្លាចស្លាប់ទេឲ្យតែការពារទន្លេនេះបានសូមពូបញ្ឈប់ទៅមិនឈប់ទេបងប្អូនបំផ្លាញទន្លេបិសាចនេះបន្តទៀតទៅឆាប់ឡើងបាទលបងខ្ញុំកំពុងតែមានកំហឹងផងខ្ញុំនឹងបំផ្លាញទន្លេឲ្យអស់សកម្មភាពរបស់អ្នកភូមិកាន់តែបំផ្លាញខ្លាំងឡើងទោះចន្ទថនអង្វរយ៉ាងណាក៏គ្មានអ្នកស្ដាប់ដែរហើយពេលនោះព្រះម៉ែក៏បានបង្ហាញខ្លួនចេញមកពួកមនុស្សទាំងឡាយអើយឈប់ទៅតើអ្នកជាបិសាចទន្លេដែលយកជីវិតអ្នកភូមិមែនទេយើងជាព្រះម៉ែទន្លេនៅទីនេះយើងមិនមែនជាបិសាចទេបើមិនមែនបិសាចតើហេតុអីអ្នកយកជីវិតអ្នកភូមិបែបនេះហាទីបំផុតបិសាចនៅទីនេះតើយើងនឹងសម្លាប់ឯងព្រះម៉ែមើលចុះចំជាមិនដឹងល្អអាក្រក់មែនឃើញបែបនោះព្រះម៉ែទន្លេបានប្រើវេទមន្តយកទឹកស្រោចទៅលើពូមួងរហូតស្ទើរតែពូមួងឆ្លក់និងទ្រាំមិនបាន
ជួយផងបងប្អូនជួយផងបិសាចចង់សម្លាប់ខ្ញុំហើយ ឃើញថាពូមួងទទួលបានមេរៀនសំគួរហើយនោះប្រម៉ែទន្លេក៏បានបញ្ឈប់ទឹកវិញរួចធ្វើឲ្យមានខ្យល់គួចយកទឹកហោះឡើងទៅលើសម្ដែងអភិនិហាដើម្បីបង្ហាញអំពីកំផឹងរបស់ទ្រង់ ពួកអ្នកធ្វើឲ្យត្រង់ខឹងហើយពួកអ្នកមិនស្គាល់ល្អអាក្រក់សោះព្រះអើយមើលចុះបិសាចទន្លេចង់សម្លាប់ពួកយើងហើយពួកយើងនឹងបំផ្លាញទន្លេនេះចោល យ៉ាងជាប្រម៉ែទន្លេយ៉ាងមិនសម្លាប់ពួកអ្នកទេហើយបើចង់សម្លាប់នោះក៏មិនពិបាកដែរ បើអ្នកមិនមែនជាបិសាចតើអ្នកធ្វើឲ្យមានអភិនិហាបានដោយរបៀបណាទៅម្យ៉ាងចុះជីវិតអ្នកភូមិដែលបានស្លាប់បើមិនមែនអ្នកធ្វើតើជាអ្វីទៅវិញ អ្នកល្ងងមែនអ្នកភូមិមានជំងឺអ្នកភូមិស្លាប់ក៏ព្រោះតែអ្នកទាំងអស់គ្នានឹងហើយមិនក៏មិនមើលឃើញពីកំហុសខ្លួនឯងបែបនេះទៅវិញ តើមានន័យបែបណាទៅវិញនោះ អ្នកចោលសម្រាមធ្វើឲ្យទឹកក៏ខ្វះទឹកស្អុយទឹកមានជាតិពុលអ្នកដឹងទេសំបីតែត្រីក៏វាងាប់អស់ជាច្រើនដែរអ្នកស្រោតឲ្យបំផ្លាញទឹកគ្រប់គ្នាតើអ្នកហ៊ាននិយាយថាអ្នកមិនបានចោលសម្រាមទេ គឺអ្នករឿងនេះគឺ ម្នាក់សុទ្ធតែបំផ្លាញទឹកលុះទឹកមិនស្អាតក៏ចោលទឹកមិនក៏មិនចោលខ្លួនឯងទៅវិញទេអ្នកដឹងទេទន្លេជាជីវិតរបស់ពួកអ្នកទាំងអស់គ្នាណាអ្នកណាម្នាក់ដែលមិនប្រើទឹកបញ្ចូលស្រែបញ្ចូលចំការខ្លះឆ្លើយមក គឺបញ្ចូលទាំងអស់គ្នា បើគ្មានទន្លេតើអ្នកមានបន្លែបង្ការដ៏មានអជីររដែរទេបើគ្មានទឹកតើអ្នកមានអ្វីហូបទេអ្នកអាចកាត់បន្ថយអាហារបានតែទឹកអ្នកមិនអាចខ្វះទេ តែពេលនេះមិនអញ្ចឹងទៀតទេ មែនហើយព្រោះពួកអ្នកជាអ្នកបំផ្លាញទឹកដល់ខ្លួនឯងដឹងទេទឹកនេះគឺជាជីវិតអ្នករាល់គ្នាហេតុនេះអ្នកបំផ្លាញមិនខុសពីបំផ្លាញជីវិតខ្លួនឯងទេ អើយចង់មិនក៏អ្នកសម្លាប់អ្នកភូមិទៅវិញនោះ អ្នកនៅតែមិនតន់យល់ទៀតបើយើងចង់យកជីវិតនេះមិនពិបាកទេយើងអាចឲ្យវាគួចយកអ្នកភូមិទាំងអស់ក៏បាន មែនហើយទ្រង់មានយុទ្ធសាស្ត្របែបនេះចង់សម្លាប់ជីវិតតាមបណ្ដោយទឹកមិនពិបាកទេ មែនអត់ពិបាកឡើយតែដៃមិនធ្វើនោះព្រោះតែក្តីអាណិតគិតថាពួកអ្នកនឹងភ្ញាក់រលឹកតែពួកអ្នកមិនដឹងពីកំហុសតទៅសោះ ពួកយើងមិនគួរល្ងងបែបនេះសោះបែរជាបំផ្លាញជីវិតខ្លួនឯងទៅវិញពួកយើងដឹងខុសហើយព្រះម៉ែទន្លេ អ្នកណាចោលសម្រាមអ្នកណាធ្វើអ្វីយើងដឹងទាំងអស់តែយើងមិនខឹងសោះលុះយូរទៅអ្នកដូចជាល្ងងខ្លាំងឡើងបំផ្លាញខ្លួនឯងសម្លាប់ខ្លួនឯងហើយបែរជាចាប់ទន្លេទៅវិញ ពួកយើងដឹងខុសហើយពួកយើងគួរតែស្ដាប់ចន្ទថនតាំងពីដំបូងមកម្លេះសូមលើកលែងឲ្យពួកយើងផងទៅ ចាំណែមានទឹកមានជីវិតមិនថាមនុស្សសត្វរុក្ខជាតិផងដែរគ្រប់យ៉ាងនៅបរិបូរណ៍ដោយភាពសុខសាន្ត ពួកយើងចាំហើយពួកយើងមិនត្រូវបំផ្លាញទន្លេទៀតទេព្រោះមិនខុសពីបំផ្លាញខ្លួនឯងនោះឡើយមែនហើយពីពេលនេះទៅបើមាននរណាហ៊ានទៅចោលសម្រាមតែបន្តិចនឹងត្រូវពិន័យមិនខានទេ មែនហើយខ្ញុំក៏យល់ស្របដែរ ឃើញថាអ្នកភូមិចេះភ្ញាក់រលឹកបែបនេះប្រម៉ែទន្លេនិងត្រីក្រាញ់ក៏វិលទៅវិញចំណែកចន្ទថនផងដែរបាត់ជារីករាយយ៉ាងខ្លាំង ពូសុំទោសណាចន្ទថនពូមិនធ្វើឲ្យទន្លេខូចទៀតទេធានាថាភូមិយើងក៏គ្មានអ្នកស្លាប់ដោយសារតែជំងឺទៀតដែរបាទពូខ្ញុំសប្បាយចិត្តណាស់បងប្អូននាំគ្នាសម្អាតទឹកទន្លេឡើងវិញហាមខ្ជិលឲ្យសោះណាបាទលបង ចាប់ពីពេលនោះមកគ្រប់គ្នាក៏ស្គាល់កាន់តែច្បាស់អំពីតម្លៃនៃទឹកទន្លេហើយពួកគេទៀតសោតក៏នាំគ្នាថែរក្សាបានយ៉ាងល្អជាទីបំផុតតើកូនខូចចិត្តរឿងអីទៅកូននិយាយមកមើលម៉ែហេតុអីក៏កូនមានតិចវែងមានចង្កូមហើយនឹងមានរោមមុខបែបនេះតើកូនជាសត្វចម្លែកមែនទេ យើងរងចាំថ្ងៃដុតស្ងោរសម្រាប់ចចកយកមកហើយពួកឯងផុតពូជឲ្យអស់ទៅចុះ កុំធ្វើបែបនោះអីសម្រាប់តែខ្ញុំបានហើយម្ដាយខ្ញុំមិនមែនជាចចកឯណារឿងកូនស្រីចចកាលពីព្រេងនេះមានស្ត្រីម្នាក់ជាកូនកំព្រាថ្ងៃមួយនាងបានវង្វេងនៅក្នុងព្រៃហើយក៏បានជួបនឹងរឿងមួយ
តើខ្ញុំអាចចេញពីទីនេះបានទេខ្ញុំខ្លាចណាស់មិនកាន់តែយប់ទៅហើយសៃណយមិនអាចរកផ្លូវឃើញសោះភ្លាមនោះនាងក៏បានឃើញរាជាណាចក្រមួយនៅកណ្ដាលព្រៃតើនោះគឺជារាជាណាចក្រអ្នកណាគេទៅណោះបានជាតាំងទីនៅកណ្ដាលព្រៃបែបនេះមិនដឹងថាមានមនុស្សឬអត់ទេសៃណយក៏ខ្លាចដែរតែនាងគ្មានជំរើសទេក្រៅពីការចូលទៅសុំស្នាក់អាស្រ័យនៅទីនោះសួស្ដីតើមានមនុស្សនៅទេក្នុងពេលនោះក៏មានបរិសុទ្ធដ៏សង្ហាម្នាក់បានដើរចេញមកនិងបាននិយាយមកកាន់សៃណយថាយើងគឺជាម្ចាស់នៅទីនេះតើអ្នកនាងមានការអីដែរគឺនាងខ្ញុំវង្វេងផ្លូវរកច្រកចេញមិនឃើញទេតើខ្ញុំអាចសុំអាស្រ័យទីនេះផងបានទេលោកបានអ្នកនាងស្នាក់នៅចុះហើយអាហារទាំងនោះគឺសម្រាប់នាងផងដែរមិនបាច់ក្រាញ់ចិត្តអីទេហូបចុះអរគុណលោកហើយណាលោកចិត្តល្អណាស់តើលោកជាម្ចាស់នៅទីនេះមែនទេមែនហើយកុំក្រាញ់ចិត្តអីនាងហូបចុះចំណែកបន្ទប់សម្រាប់ដេកគឺនៅខាងលើនាងរើសយកមួយណាក៏បានដែរតាមពិតបរោះនេះគឺជាបិសាចចោតែគាត់មិនចិត្តអាក្រក់ឡើយឬមួយក៏គាត់ជាបិសាចសំសិលទេដឹងនេះបើគ្មានលោកខ្ញុំមុខជាខ្លាចជាចំណីសត្វព្រៃទៅហើយអរគុណលោកមែនតើណាមិនអីទេអញ្ជើញតាមសម្រួលចុះខ្ញុំទៅសម្រាកមុនហើយកន្លងទៅមួយរយៈសៃណយនិងបរោះនោះក៏ចាប់ផ្ដើមស្រឡាញ់គ្នាតែសៃណយមិនដឹងរឿងមួយនោះគឺបរោះនេះជាបិសាចចោប្រែឬណែខ្ញុំនឹកស្រុកកំណើតណាស់តើអ្នកជូនខ្ញុំទៅស្រុកផងបានទេបើសិនជាអ្នកនឹកណាស់ចាំខ្ញុំជូនទៅប៉ុន្តែពេលនេះខ្ញុំមិនអាចទៅបានទេចាណែពេលមួយថ្ងៃទៅមួយថ្ងៃប្តីរបស់សៃណយហាក់មានអ្វីលាក់បាំងសៃណយចាប់ផ្ដើមមានការសង្ស័យនាងក៏បានគិតនៅក្នុងចិត្តថាតើប្តីខ្ញុំមានរឿងអ្វីលាក់បាំងមែនទេសកម្មភាពរបស់គាត់ចម្លែកណាស់យប់នេះខ្ញុំលួចតាមដានទៅបានលឺរាត្រីពេញបរមីមកដល់សៃណយក៏បានលួចតាមដានពិតមែនហើយគ្រានោះនាងក៏បានឃើញរឿងមួយនៅក្នុងបន្ទប់អាចកំបាំងបថោអើយមិនក៏ប្តីរបស់ខ្ញុំមានរូបរាងកាយបែបនេះតើប៉ុន្មានឆ្នាំមកនេះខ្ញុំរស់នៅជាមួយនឹងបិសាចចកមែនទេដោយមានការផិតភ័យពេកសៃណយមិនអាចទទួលយកបាននាងក៏បានលួចរត់គេចចាក់ចេញទៅឆ្ងាយនៅតាមផ្លូវខ្ញុំមិនអាចបិសាចបានទេបើបែបនោះខ្ញុំអាចស្លាប់ដោយសារខ្លាចជាចំណីរបស់បិសាចក៏ថាបានដែរ9 ខែក្រោយមកឈឺពន់ណាស់អើយជួយផងសៃណយហេតុថាឈឺពោះខ្លាំងពេកនាងក៏បានប្រឹងសម្រាលរហូតតតែបានកូនស្រីមួយតតែថាកូនម៉ែពធអើយមិនក៏មុខរបស់កូនដូចជាចចកបែបនេះកូនម៉ែអាណិតកូនណាស់សៃណយពិបាកចិត្តណាស់ពេលឃើញកូនបែបនេះតែចិត្តជាម្ដាយតែនាងក៏ស្រឡាញ់កូនអស់ពីបេះដូងផងដែរ12 ឆ្នាំក្រោយមកកូនម៉ារីកាកូនណែណាទៅមិនក៏មិនឃើញបែបនេះតើកូនទៅណាចេះកូនម៉ារីកាសៃណយបារម្ភណាស់ក្រោយរកមិនឃើញកូនបែបនេះនាងខ្លាចហើយក៏បានបារម្ភបំផុតផងដែរម៉ារីកាបើកូនត្រូវមនុស្សមើងងាយសាច់ចំអកនោះឬក៏ចាប់ថាជាសត្វចម្លែកតើកូននឹងមានអារម្មណ៍យ៉ាងណាទៅ
សៃណុយរត់រកម៉ារីកាពាសពេញព្រៃតែនាងរកមិនឃើញសោះឡើយនាងក៏បានអង្គុយចុះទាំងអស់សង្ឃឹមកូនម៉ែបារម្ភកូនណាស់តើកូនទៅដល់ទីណាទៅចំណែកម៉ារីកាវិញដើរសុកស្រាប់តែជួបកូនអ្នកស្រុកពីរនាក់ដែលមកតាមឪពុកកាប់ឈើនៅក្នុងព្រៃសួស្ដីមកទៅពួកឯងសប្បាយណាស់តើពួកឯងលេងអ្វីហ្នឹងខ្ញុំសំលេងផងបានទេព្រះអើយមើលចុះមនុស្សចចកអូយគួរឲ្យខ្លាចខ្លាំងណាស់អូយម៉ែណយខ្លាចណាស់ជួយផងពុកជួយផងនេះខ្ញុំជាមនុស្សទេណាកុំខ្លាចខ្ញុំអីខ្ញុំគ្រាន់តែមានមុខខុសពីពួកឯងប៉ុណ្ណោះតែខ្ញុំមិនចិត្តអាក្រក់ឯណាអូយអត់ទេឯងមានចង្កូមហើយតិចវែងទៀតគួរឲ្យខ្លាចណាស់ជួយផងពុកជួយផងពូខ្លែងគ្រាន់តែឮសំឡេងកូនហៅឲ្យជួយបែបនេះគាត់ក៏បានរត់មកយ៉ាងលឿនបំផុតនិងបានសួរកូនថាតើមានរឿងអីហ្នឹងកូនអូយពុកអើយមើលចុះពុកមានបិសាចមុខវាអាក្រក់ខ្លាំងណាស់ខ្ញុំខ្លាចឡើងរឹងពោះអស់ហើយណាពុកព្រះអើយមនុស្សចចកពួកយើងឆាប់រត់ទៅកូនកុំទៅចិត្តវាអីប្រយ័ត្នវាខំស៊ីណាកូនឆាប់ឡើងលឿនឡើងកូនរត់ទៅពូខ្លែងបាននាំកូនចេញទៅឆ្ងាយចំណែកកុមារីកាវិញចាប់ផ្ដើមតូចចិត្តនឹងខ្លួនឯងជាខ្លាំងមិនក៏ពួកគេខ្លាចខ្ញុំបែបនេះតែខ្ញុំពិតជាគួរឲ្យខ្លាចមែនទេតែមិនក៏ម៉ែប្រាប់ខ្ញុំថាខ្ញុំស្អាតនោះកុមារីកាតូចដើរផងយំផងរហូតបានទៅដល់មាត់ទឹកអូរមួយកន្លែងខ្ញុំមិនគួររស់នៅទេខ្ញុំគួរតែស្លាប់ឲ្យបាត់ទៅល្អហេតុអីក៏ខ្ញុំកើតមកមុខអាក្រក់ខុសគេបែបនេះកុមារីកាកំពុងតែតូចចិត្តអង្គុយយំក្បែរមាត់ទឹកគ្រានោះម្ដាយរបស់នាងក៏បានមកដល់ផងដែរកូនស្រីកូនធ្វើអីនៅទីនេះម៉ែតាមរកកូនមួយថ្ងៃហើយណាកូនតោះពួកយើងទៅផ្ទះវិញណាកូនម៉ែកូនមិនទៅផ្ទះវិញទេកូនចង់ស្លាប់នៅទីនេះថាម៉េចមិនក៏កូននិយាយបែបនេះតើកូនខូចចិត្តរឿងអីទៅកូននិយាយមកមើលម៉ែហេតុអីក៏កូនមានតិចវែងមានចង្កូមហើយនឹងមានរោមមុខបែបនេះតើកូនជាសត្វចម្លែកមែនទេតើកូននិយាយពីអ្វីហ្នឹងតើអ្នកណាថានោះកូនម៉ែស្អាតណាស់ស្អាតជាងពួកគេណាដឹងដែរទេកូនលែងជឿម៉ែហើយម៉ែក៏ហក់ទេពួកគេថាកូនជាសត្វចម្លែកហើយក៏ជាបិសាចទៀតផងកូនជឿគេមែនទេចាំមិនក៏កូនមិនជឿម៉ែបែបនេះម៉ែខូចចិត្តណាស់តែនេះជាការប៉ັດកូនកាត់មកអាក្រក់កូនជាបិសាចកូនមិនចង់រស់នៅទេកូនស្រីកូនមិនអាក្រក់ដោយពួកគេនិយាយទេអត់ទេម៉ែកូនចង់ស្លាប់កូនរស់នៅក៏គ្មានន័យដែរម៉ែទៅវិញចុះចាំអត់កូនស្លាប់ចាំម៉ែរស់នៅចាំមិនទៅកូនមិនអាណិតម៉ែទេមែនទេគ្រានោះស្រាប់តែពូខ្លែងបាននាំអ្នកភូមិមកជាច្រើននាក់ដើម្បីចាប់កុមារីកាតូចនោះលោកមេភូមិសូមមើលចុះក្មេងនោះមានមុខចចកណាលោកមេភូមិច្បាស់ជាគ្រួសារចចកហើយជាយូរឆ្នាំមកហើយដែលគ្រួសារចចកមិនដែលបង្ហាញខ្លួនយើងគិតតែពួកគេផុតពូជទៅហើយតើតែមិននឹកស្មានតែមានកូនចៅនៅសល់ទៀតសោះមែនហើយសម្រាប់ពួកវាចោលទៅលោកបងទុកវាគ្រោះថ្នាក់ណាស់នាងជាមនុស្សកុំតែចិត្តក្មេងនេះអីព្រោះវាអាចនាំឲ្យគ្រោះថ្នាក់បានណាកុំអីនាងជាកូនរបស់ខ្ញុំនាងល្អណាស់នាងមិនមែនជាបិសាចទេថាម៉េចមានន័យតែពួកនាងជាគ្រួសារចចកហើយមែនទេលោកពូយកខ្ញុំទៅច
ដុតខ្ញុំចោលទៅខ្ញុំមិនចង់រស់ទៀតទេមិនក៏កូននិយាយបែបនេះមិនបានទេគ្រប់គ្នាយកខ្ញុំទៅសម្លាប់ចោលចោលព្រោះកូនរបស់ខ្ញុំមិនត្រូវការខ្ញុំទេម៉ែក៏ម៉ែសុកចិត្តស្លាប់ជំនួសកូនចឹងព្រោះម៉ែជាម៉ែរបស់កូនម៉ែត្រូវតែការពារកូននឹងហើយកូនរត់ទៅឆាប់ឡើងកុំខ្វល់ពីម៉ែអីណា ឈប់សម្ដែងទៀតទៅទាំងម្ដាយទាំងកូនជាបិសាចទាំងពីរនឹងពួកយើងឆាប់ចាប់ពួកគេយកទៅឃុំទុកសិនទៅឆាប់ឡើងបាទលបង ក្នុងពេលនោះអ្នកភូមិបានចូលម្ដាយកូនឈ្មោះទៅកាន់ភូមិនិងឃុំទុកក្នុងទ្រុងដែកផងដែរនៅក្នុងភូមិ ពួកយើងឃុំទុកគេនៅទីនេះសិនចុះចាំមើលថាតើបិសាចទាំងពីរនេះវាមានល្បិចអីឬក៏អត់ ម្យ៉ាងទៀតលោកបងពួកយើងឃុំវាបែបនេះគ្រួសារចចកផ្សេងទៀតមុខជាបង្ហាញខ្លួនដើម្បីតាមរកមិនខានទេ មែនហើយបើពួកវាមកពួកយើងត្រូវតែសម្លាប់ឲ្យផុតពូជតែម្ដងទៅបានហើយពួកយើងតោះទៅវិញសិនទៅចាំមើលតើបិសាចចចកវាមកទេបើវាមករកប្រពន្ធកូនវាមែនយើងនឹងចាប់ពួកវាសម្លាប់ទាំងអស់តែម្ដងទៅ ចាប់ម្ដាយកូនឃុំបង្អត់អាហារហើយអ្នកភូមិមិនតន់សម្លាប់ទេព្រោះចង់បញ្ឆោតបាក់ពោះរបស់ចចកបន្តទៀតម៉ែតើម៉ែឃ្លានដែរទេម៉ែមិនឃ្លានទេកូនម៉ែតើកូនខ្លាចទេម៉ែកូនមិនខ្លាចស្លាប់ទេតែកូនបារម្ភម៉ែណាឬមើលក៏អ្នកភូមិពិតជាចង់សម្លាប់ពួកយើងមែនទេដឹងម៉ែក៏មិនដឹងដែរតែមើលទៅពួកគេដូចជាមិនមានក្តីមេត្តានោះទេព្រោះម៉ែលើថាអ្នកស្រុកស្អប់គ្រួសារអំបូរមនុស្សចចកណាស់តែពួកយើងស្លាប់ទាំងពីរអ្នកទេដឹងម៉ែក៏ដូចជាភ័យណាស់ម៉ែកុំភ័យអីណាកូនម៉ែនៅក្បែរកូនជានិច្ចណាស់ដឹងដែរទេក្មេងល្ងងកន្លងទៅប៉ុន្មានយាមពូខ្លែងក៏បានដើរមកមើលពួកគេម្ដងទៀតរួចបាននិយាយថាយ៉ាងម៉េចទៅហើយម្ដាយកូនចចកតើវេទនាដែរទេនេះហើយជាលទ្ធផលដែលធ្វើឲ្យកូនយើងភ័យ ហេតុអីក៏ពូស្អប់ពូចឹងបែបនេះពូចឹងមិនបានបំផ្លាញពូឯណា កុំធ្វើជាល្អអីមនុស្សចចកគ្មានអីល្អទេបើមិនអញ្ចឹងក៏បងប្រុសយើងមិនស្លាប់ដែរ បងប្រុសរបស់ពូស្លាប់មានតាក់ទងអីនឹងម្ដាយកូនខ្ញុំនោះ អំបូរចចកគ្មានអ្នកណាល្អទេពួកឯងដូចតែគ្នានឹងចាំមើលចុះយើងនឹងឲ្យពួកឯងស្លាប់យ៉ាងវេទនាជាងបងប្រុសយើងទៅទៀត ពូខ្លែងនិយាយផងខឹងផងចំណែកកុមារីកាក៏បានសម្លក់ពូខ្លែងរហូតតតែគាត់ភ័យនិងបានស្រែកថា បងប្អូនអើយបងប្អូនមើលចុះចចកនេះវាចង់ស៊ីខ្ញុំហើយឆាប់មកជួយខ្ញុំផង ដោយលឺសម្រែកបែបនេះមេភូមិនិងអ្នកស្រុកក៏បានរត់ចូលមកទាំងស្លន់ស្លោគ្រប់គ្នា តើមានរឿងអីហ្នឹងលោកប្អូនលបងចចកនេះវាចង់ស៊ីខ្ញុំណាដុតវាចោលទៅកុំទុកទៀតអីមើលចុះភ្នែកវាសាហាវណាស់ លឺបែបនោះមីងភ្លេងក៏បានយកទឹកក្តៅមកជះលើកុមារីកាមួយទំហឹង នេះណែកាចណាស់មែនទេសំមុខហើយតើទឹកក្តៅនេះមានរសជាតិបែបណានោះ អើយក្តៅណាស់ម៉ែកូនក្តៅណាស់កូនម៉ែពធអើយអ្នកមិនអាណិតក្មេងទេមែនទេ តើអាណិតធ្វើអីអាពួកចចកនោះលបងដុតភ្លើងទៅឬក៏ចង់បលិចទឹកទលេក៏បានដែរ ដាំទឹកក្តៅស្រស់ល្អទេ អ្នកភូមិកាន់តែកាចពួកគេនាំគ្នាចង់ម្ដាយកូនឬក៏បានដាំទឹកជាច្រើនក្នុងផ្ទះដើម្បីស្រស់សម្លាប់ពួកគេ យើងរងចាំថ្ងៃដុតស្ងោរសម្លាប់ចចកយកមកហើយពួកឯងផុតពូជឲ្យអស់ទៅចុះ កុំធ្វើបែបនោះអីសម្លាប់តែខ្ញុំបានហើយម្ដាយខ្ញុំមិនមែនជាចចកឯណាអត់ទេកុំអីណាកូនម៉ែមិនគួរណាស់ម៉ែនាំកូនមករស់នៅទីនេះសោះម៉ែនាំទុកដល់កូនហើយអត់ទេម៉ែកូនទេដែលចេះរឿងរੂមិនស្ដាប់ម៉ែនោះកូនទេដែលធ្វើឲ្យពួកយើងជួបរឿងបែបនេះ បានហើយពួកយើង
បោះពួកគេចូលទៅក្នុងទឹកក្តៅភ្លាមទៅ អ្នកភូមិបំរុងតែចាប់ពួកគេទម្លាក់ចូលទឹកដែលពុះក៏មានខ្យល់គួចជាខ្លាំងលុះខ្យល់ស្ងប់ក៏បាត់ម្ដាយកូនតែម្ដង លបងបាត់ពួកគេបាត់ហើយ ហើយពិតជាបិសាចដ៏សាហាវមែននេះពួកយើងត្រូវរស់ជាមួយភាពភ័យខ្លាចរហូតតទៅមែនទេលោកបង ពួកយើងត្រូវតែប្រយ័ត្នហើយពួកយើងក៏ត្រូវតែសាមគ្គីគ្នាផងដែរដើម្បីសម្លាប់ពួកចចកចោលឲ្យអស់ ស្របពេលជាមួយគ្នានេះក៏មានបរិសម្នាក់បានដើរចូលមករួចបាននិយាយថា លោកនិយាយត្រូវហើយខ្ញុំជូនលោកទៅចោះព្រោះខ្ញុំដឹងតែពួកគេលាក់ខ្លួននៅឯណា តាមពិតបរិសនេះជាព្រាយកញ្ជ្រងទេចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងនោះ បើលោកពិតជាដឹងមែនសូមនាំផ្លូវពួកយើងទៅបានទេពួកយើងត្រូវទៅសម្លាប់អាពួកមនុស្សចចកនេះឲ្យផុតពូជបានសូមពួកលោកមកតាមខ្ញុំមក និយាយអំពីសៃណយនិងកុមារិកាតូចវិញត្រូវបានបរិសម្នាក់នាំមកដល់រូងភ្នំដ៏ធំមួយ បងមិនអាចនាំអូននិងកូនទៅរាជាណាចក្រយើងបានទេព្រោះពេលនេះកម្លាំងធាតុបងខ្សោយណាស់ លោកជាបិសាចហេតុអីក៏មកតាមជួយពួកយើងធ្វើអីនោះ ក្រែងបងជាប្តីអូនមែនទេមិនបានជាអូននិយាយបែបនេះ ម៉ែតើពូម្នាក់នេះជាឪពុកកូនមែនទេកូនមានឪពុកដូចគេឯងដែរមែនទេមែនហើយកូនតែគេគឺជាបិសាចកូនខ្ញុំដឹងរឿងអស់ហើយលោកគឺជាបិសាចចចកលោកក៏មកចិត្តពួកយើងអី មែនបងជាបិសាចតែបងមិនដែលធ្វើបាបអូនឯណាបងស្រឡាញ់អូនជាងជីវិតបងទៅទៀត តែលោកបានកុហកក្តីស្រឡាញ់ខ្ញុំលោកបានកុហកថាខ្លួនលោកជាមនុស្សខ្ញុំពិតជាស្អប់លោកណាស់ មែនគឺបងកុហកតែសូមអូនមើលបងតាមរយៈបេះដូងកុំមើលតាមរយៈកែវភ្នែកបានទេ ម៉ែតើពុកជាបិសាចតែពុកមានចិត្តល្អជាងមនុស្សមួយចំនួនទៅទៀតម៉ែកំខឹងអីណាម៉ែបានទេកូនម៉ែកូនមិនយល់ទេកូនក៏ជាបិសាចចចកពាក់កណ្ដាលដែរតែម៉ែស្រឡាញ់កូនជាកូនចុះម៉ែមិនក៏មិនស្រឡាញ់ពុកជាពុកដែរទៅកូនម៉ែគឺម៉ែ កូនពងកូនមករកពុកមកកូន កុំអីកូនជាបិសាចប្រែកាឡាជាមនុស្សទេណាកូនតែកូនអត់ខ្លាចទេណាម៉ែស្របពេលជាមួយគ្នានោះអ្នកភូមិនិងបរិសកញ្ជ្រោងប្រែក្រឡាជាមនុស្សក៏បានមកដល់ល្មម គឺពួកវានោះហើយដែលជាបិសាចសម្រាប់ពួកវាចោលទៅបងប្អូនមិនក៏ពួកគេអាចមកដល់ទីនេះបានគឺយើងនេះហើយយើងដឹងតែថ្ងៃនេះជាថ្ងៃដែលយុទ្ធសិលឯងចុះខ្សោយដូច្នេះយើងក៏បញ្ឆោតឲ្យពួកគេមកតែម្ដងទៅតើបើន័យថាម៉េចនឹងគឺមានន័យថាយើងអាចសម្លាប់គ្រួសារចចកដើម្បីសងសឹកហើយក៏អាចយកពួកឯងធ្វើជាចំណីបានផងដែរ ក្នុងពេលនោះដែរបិសាចកញ្ជ្រោងក៏បានបង្ហាញរូបរាងដើមចេញមកធ្វើឲ្យគ្រប់គ្នាភ័យខ្លាចជាខ្លាំង អើយព្រះអើយបិសាចអើយបិសាចអើយលោកមេភូមិខ្ញុំខ្លាចណាស់នេះពួកយើងត្រូវបានបិសាចបោកហើយហ៎ កុំខ្លាចយើងអីយើងនឹងស៊ីពួកឯងមិនឲ្យមានការឈឺចាប់ទេអ្នកទាំងអស់គ្នាចាញ់បោកបិសាចកញ្ជ្រោងហើយឆាប់គេចខ្លួនទៅមកដល់ទីនេះទៅហើយពួកឯងនរណាម្នាក់ក៏មិនអាចរួចខ្លួនបានដែរមានន័យថាពួកយើងឆោតល្ងងបងជីវិតនៅទីនេះមែនទេមិនសមទេលបងពួកយើងត្រូវតែសម្លាប់បិសាចទាំងអស់នេះឲ្យអស់ទុកឲ្យខ្ញុំចុះងាប់ទៅ ពូខ្លែងបានរត់ចូលទៅសម្លាប់បិសាចកញ្ជ្រោងទាំងកំរោលនិងកំហឹងតែភ្លាមនោះបិសាចកញ្ជ្រោងក៏បានធាក់គាត់មួយជើង អាយអូយចាប់ណាស់មករកស្អីមើលតែឯងចង់ងាប់មុនគេហើយមែនទេកុំព្យាយាមអីពួកអ្នកមិនអាចយកឈ្នះបិសាចនេះបានទេអាកញ្ជ្រោងឯងឈប់ទៅ បិសាចចចកក៏បានបង្ហាញរូបរាងជាចចកឬក៏បានប្រយុទ្ធគ្នានឹងបិសាចកញ្ជ្រោងយ៉ាងសាហាវផងដែរ ពុទ្ធោអើយគួរឲ្យខ្លាចណាស់មានទាំងចចកមានទាំងកញ្ជ្រោង អើយមែនហើយលោកបងនេះគឺជាលើកទី1ហើយដែលឃើញបែបនេះខ្ញុំមិនចង់បាត់បង់ជីវិតនៅទីនេះទេអើយ ប្រយុទ្ធគ្នាមួយសន្ទុះធំក្នុងគ្រានោះ
បិសាចចចក៏បានរងរបួសជាខ្លាំង យ៉ាងម៉េចដែរនេះជាថ្ងៃអន្សាររបស់ឯងហើយអាចចចកកំសត់ មកចុះពុកមានរបួសហើយពុក កុំចូលមកអីកូនស្រីគ្រោះថ្នាក់ណាស់ចូលមកយើងនឹងសម្លាប់ទាំងគ្រួសារតែម្ដង ពុកយ៉ាងម៉េចហើយពុកឈឺទេកូនម៉ែប្រយ័ត្នផងណាកុមារីកាហេតុថាបារម្ភពីឪពុកពេកនាងខូចចិត្តជាខ្លាំងតែភ្លាមនោះបិសាចកញ្ជ្រោងចិត្តខូខើក៏បានប្រើវេទមន្តដាក់នាងយ៉ាងដំណំអូយឈឺណាស់ កូនពងកូនយ៉ាងម៉េចទៅហើយកូន កូនម៉ែកូនចាំមិនទៅហើយក្រោកឡើងណាកូនក្រោកម៉ែម៉ែកូនឈឺណាស់បិសាចអញនេះអាក្រក់ណាស់យើងនឹងសម្លាប់ឯង អូនសាញ់ណយកុំអីគ្រោះថ្នាក់ណាស់ចូលមកយើងពិតជាសប្បាយចិត្តណាស់ដែលពួកឯងចូលមកងាប់ម្ដងម្នាក់បែបនេះ ក្នុងគ្រានោះដែរបិសាចកញ្ជ្រោងបានធ្វើឲ្យសៃណយរងរបួសជាទម្ងន់ដូចគ្នា ពិតជាអណោចអធមមែនមើលចុះងាប់ទៅអត់ទេ ម៉ែចាំមិនទៅហើយស្របពេលដែលបិសាចកញ្ជ្រោងព្យាយាមសម្លាប់សៃណយនោះបិសាចចចកជាប្តីក៏រត់មកបណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេចលោកប្តីបងក្រោកឡើងមកពុកក្រោកឡើងមកពុក ងាប់ទៅ ដូចគ្នាដែរបិសាចកញ្ជ្រោងបានសម្លាប់សៃណយម្នាក់ទៀតស្លាប់នៅនឹងកន្លែងផងដែរអត់ទេម៉ែលោកពិតជាអាក្រក់ណាស់ លោកបងឆាប់រត់ទៅលោកបង កុំរត់ហាមរត់ឲ្យសោះ បិសាចកញ្ជ្រោងបានប្រើវេទមន្តដើម្បីហាមមិនឲ្យពួកគេរត់រួចទាំងអស់ហើយបិសាចកញ្ជ្រោងក៏បាននិយាយថា ម្ដងម្នាក់ពួកឯងនឹងក្លាយជាចំណីរបស់យើង តែយើងមិនឲ្យឯងបានសម្រេចទេនេះណែងាប់ទៅកុមារីកាស្រាប់តែមានធម៌ពលចម្លែកភ្លាមគ្រាន់តែនាងលើកដៃបិសាចកញ្ជ្រោងក៏បានខ្ទាតទៅយ៉ាងឆ្ងាយនិងមានរបួសជាខ្លាំង អូយឈឺណាស់នាងក្មេងល្អិតមិនបានជានាងឯងខ្លាំងបែបនេះអូយ បិសាចកញ្ជ្រោងប្រឹងទាំងកម្លាំងចុងក្រោយដើម្បីសម្លាប់កុមារីកាតែភ្លាមនោះនាងតូចមិនធម្មតាឡើយកញ្ជ្រោងវាមិនឈ្នះនាងឡើយយើងនឹងសងសឹកចំពោះពួកឯងកុមារីកាបំរុងតែទៅសម្លាប់ទៅហើយក៏មានរុក្ខទេវតាបានបង្ហាញប្រកាយចេញមកនិងមានបន្ទូលថា ឈប់សិនកុមារីកាកុំសម្លាប់គេអីបើសិនជានាងមិនចង់មានបាបនោះ សូមសម្ដែងការគោរពលោករុក្ខទេវតាតែតើព្រោះអ្វីទៅក្រែងគេជាបិសាចខូខើមែនទេ មែនតែពេលនេះយើងនឹងយកគេទៅទទួលកម្មចំណែកឪពុកម្ដាយនាងក៏នឹងក្លាយទៅជាមនុស្សដោយបរិបូរណ៍ផងដែរ មែនទេពួកយើងលែងរស់នៅដោយការមើងងាយនឹងតាមបហាទៀតហើយមែនទេ មែនហើយនាងតូចក៏ដូចគ្នាដែរនាងនឹងមានរូបរាងជាមនុស្សដូចគេគ្រប់គ្នា នៅពេលនោះរុក្ខទេវតាបានធ្វើឲ្យឪពុកម្ដាយរបស់នាងតូចបានរស់ឡើងពេញពិតមែនខ្ញុំលែងមានរោមមុខហើយថែមទាំងគ្មានចង្កូមទៀតពុកម៉ែកូនសប្បាយចិត្តណាស់ ប្រសាណាស់ទីបំផុតក្តីប្រាថ្នាច្រើនឆ្នាំរបស់ខ្ញុំបានសម្រេចហើយប្រពន្ធសម្លាញ់កូនពុកសប្បាយចិត្តណាស់អ្នកជាចចកចិត្តល្អអំពើល្អរបស់អ្នកសមនឹងទទួលបានក្តីប្រាថ្នាបែបនេះហើយ ប្រសើរណាស់
ម្ដងនេះពួកយើងមិនបាច់គ្នាទេ មិនពិតទេមិនពិតទេសូមរុក្ខទេវតាជួយពួកគេផងទេពួកគេជាប់នៅក្នុងអាគមបិសាចកញ្ជ្រោងហើយប្រាកដណាស់ រុក្ខទេវតាបានបញ្ចប់ទេសនាដល់អ្នកភូមិធ្វើឲ្យគ្រប់គ្នាពោលឡើងថា ឆ្លងកាត់រឿងលើកនេះឃើញថាមិនថាអ្នកកើតមកជាអ្វីក៏ដោយគឺសុទ្ធតែមានក្តីស្រឡាញ់និងចង់មានជីវិតដូចគ្នាមែនហើយចូលកុំបំពេញគ្នាទៅមកអីចូលរស់នៅឲ្យបានសុខតាមជីវិតរៀងខ្លួនចុះ ក្នុងពេលនោះដែររុក្ខទេវតាក៏បាននាំយកបិសាចកញ្ជ្រោងទៅដាក់ទោសចំណែកសែងណយប្តីព្រមទាំងកូនជាទីស្រឡាញ់ក៏បានរស់នៅយ៉ាងសុខសាន្តតរៀងទៅ